ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំសូមលើកយកពីករណីនៃការចាប់ឆ្អឹងកងខ្នងដើម្បីយកទៅវិភាគចំពោះអ្នកជំងឺដែលមានបញ្ហារលាកឆ្អឹងកងខ្នងបងប្អូនខ្ញុំនឹងបង្ហាញទី1ពីដំណើរការនៃការច្រាប់បងប្អូននេះដូចឧទាហរណ៍ជាឆ្អឹងកងខ្នងយើងចឹងហើយអានេះជាឧបករណ៍ដែលខ្ញុំត្រូវទៅច្រាប់ទៅយកឆ្អឹងកងខ្នងគាត់នេះដើម្បីយកទៅវិភាគហើយដំណើរការនៃការច្រាប់ហ្នឹងអ្នកជំងឺគាត់ត្រូវសម្រាប់ចឹងបងប្អូនហើយខ្ញុំត្រូវដាក់ដៃហ្នឹងដើម្បីឆាប់ចូលទៅដល់ខាងមុខហ្នឹងដើម្បីយកឆ្អឹងកន្លែងហ្នឹងយកទៅវិភាគដោយតែច្បាស់លាស់ថាដៃដែលបញ្ចូលដែលខ្ញុំចាក់ហ្នឹងគឺអត់ប៉ះពាល់ទៅខួរឆ្អឹងទេព្រោះកាលណាប៉ះពាល់ខួរឆ្អឹងនឹងធ្វើមានផលវិបាកអញ្ចឹងដំណើរការនៃការធ្វើហ្នឹងយើងត្រូវមានការថតឆ្លុះដោយម៉ាស៊ីនកាំរស្មី X នៅពេលដែលកំពុងធ្វើខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងគ្នាបាទអរគុណបងប្អូនទាំងគ្នាបងប្អូននេះជាករណីកើតទៅលើបងប្អូនស្រីម្នាក់អាយុ30ឆ្នាំជាងគាត់ចូលមកពីគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសដោយសារគាត់មានបញ្ហាឈឺឆ្អឹងកងចង្កេះរ៉ាំរ៉ៃដោយអត់មានចាក់ទៅជើងខាងក្រោមទេបងប្អូនហើយក៏បងប្អូនស្រីក៏មិនដែលមានប្រវត្តិប៉ះទង្គិចទៅលើឆ្អឹងកងចង្កេះនឹងដែរក្រោយពីការពិគ្រោះជាមួយក្រុមគ្រូពេទ្យយើងសម្រេចចិត្តឲ្យគាត់ធ្វើការថត MRI លទ្ធផល MRI ចង្កេះគាត់ឃើញគាត់មានបញ្ហារលាកឆ្អឹងកងចង្កេះទី2និងទី5បងប្អូនរូបពណ៌ខ្មៅដូចខ្ញុំពងហ្នឹងគឺឆ្អឹងកន្លែងហ្នឹងគឺវាបដូរពណ៌អញ្ចឹងយើងសន្និដ្ឋានថាគាត់មានបញ្ហានៅកន្លែងឆ្អឹងកងចង្កេះហ្នឹងហើយអញ្ចឹងក៏យើងសម្រេចចិត្តនឹងការច្រាប់ទៅលើឆ្អឹងកងចង្កេះដើម្បីវិភាគព្រោះក្នុងករណីហ្នឹងបងប្អូនស្រីក្មេងអាយុ40ឆ្នាំជាងក៏យើងគិតថាអាចមានបញ្ហាទី1របេងឆ្អឹងកងខ្នងទី2អាចរលាកដោយសារមេរោគផ្សេងទៀតដែលមិនមែនជារបេងឆ្អឹងកងខ្នងចំណែកការរីកសាយភាយនៃជំងឺមហារីកយើងអត់ទាន់គិតដល់ហ្នឹងទេប៉ុន្តែក៏ក្រុមគ្រូពេទ្យយើងសម្រេចច្រាប់យកឆ្អឹងកងចង្កេះហ្នឹងមកភាគបងប្អូននេះជារូបកំពុងតែធ្វើនៃការច្រាប់ឆ្អឹងកងចង្កេះហ្នឹងឯងដោយឲ្យបងប្អូនស្រីសម្រាប់ផ្កាប់មុខយើងផ្ដល់ថ្នាំបំបាត់ការឈឺចុកចាប់គាត់ខ្លះដើម្បីបន្ថយការឈឺចុកចាប់ហើយនេះជាការថតកាំរស្មី X បងប្អូនពេលដែលយើងធ្វើយើងត្រូវច្បាស់លាស់ថាមកជួលដែលយើងចាក់ហ្នឹងគឺត្រូវឆ្អឹងកងចង្កេះទី2ហ្នឹងឯងបងប្អូនមកជួលដែលចាក់ចូលហ្នឹងគឺចំឆ្អឹងកងចង្កេះទី2ហើយនេះគឺជាឆ្អឹងដែលយើងយកបានហើយឆ្អឹងហ្នឹងយើងនឹងយកទៅវិភាគហើយនឹងយកទៅបណ្ដុះមេរោគដើម្បីរកមូលហេតុរបស់វាថាតើវាជាមូលហេតុអ្វីឲ្យពិតប្រាកដដើម្បីធ្វើការព្យាបាលដែលត្រឹមត្រូវនេះជាបំណែកឆ្អឹងហ្នឹងបងប្អូនឃើញពណ៌វាធម្មតាឆ្អឹងយើងអត់ពណ៌អញ្ចឹងនេះពណ៌របៀបពណ៌យ៉ាងការ៉ុតអញ្ចឹងបងប្អូនយើងច្រាប់ចំកន្លែងដែលឆ្អឹងមានបញ្ហាហ្នឹងហើយបងប្អូនអានេះជារូបភាពនៃការបិទមកវិញព្រោះយើងចោះទូទេចូលទៅដើម្បីសុំមកជួលដែលខ្ញុំបានបង្ហាញពីមុនហ្នឹងដើម្បីទៅចាប់ឆ្អឹងកងខ្នងហើយបងប្អូនអញ្ចឹងជាសរុបមកចំពោះករណីបងស្រីយើងនឹងរងចាំនៅលទ្ធផលនៃការវិភាគទៅលើឆ្អឹងកងខ្នងនឹងទៀតដើម្បីកំណត់រោគវិនិច្ឆ័យឲ្យច្បាស់លាស់ឈានទៅរកការព្យាបាលមួយដែលត្រឹមត្រូវហើយមានប្រសិទ្ធភាពខ្ពស់ចំពោះបងស្រីបាទសូមអរគុណបងប្អូនអរគ្នា